បាទសូមជម្រាបសួរមិត្តភ័ក្តិនៅក្នុង Facebook ទាំងអស់អញ្ចឹងខ្ញុំមានកម្មវិធីមួយក្នុងការចែករំលែកដល់បងប្អូនក្នុងសង្គម Facebook ទាំងអស់គ្នាអញ្ចឹងយើងតែងតែឆ្ងល់ថានៅពេលដែលយើងលេង Facebook យើងលេងសារជាមួយនឹង friend របស់យើងនៅពេលដែលយើងផ្ញើរូបភាពនៅក្នុងសារវាតែង save ជាលក្ខណៈអូតូចឹងវា save ជាលក្ខណៈអូតូដល់យើងហ្នឹងអត់បានចុច save ទេហើយនៅពេលដែលវា save ហ្នឹងវាមានអត្ថប្រយោជន៍ហ្នឹងវាមានវាអាចធ្វើឲ្យយើងហ្នឹងខាត់ទំហំ memory របស់យើងនៅពេលវា save កាន់តែច្រើនទៅវារូបភាពកាន់តែកើនឡើងទៅវាអាចនឹងធ្វើឲ្យទំហំ memory របស់យើងហ្នឹងចាប់ផ្ដើមពេញហើយនៅពេលហើយម្យ៉ាងទៀតរូបភាពដែលយើងអត់ត្រូវការសោះវា save ហ្នឹងធ្វើឲ្យយើងធុញទ្រាន់រូបភាពទាំងនោះដូចគ្នាដូច្នេះហើយខ្ញុំចង់បង្ហាញក្នុងការដែលបិទsave auto ហ្នឹងនៅក្នុង Messenger យើងឃើញនៅលើអេក្រង់របស់ខ្ញុំហើយយើងចុចចូលមកចុចចូលជាបន្តមកខ្ញុំនឹងបញ្ជាក់បងប្អូនហើយយើងនឹងឃើញមួយទៀតគឺរូបកម្មញ្ញម៉ូតូយើងស្គាល់ហើយរង្វង់មូលកម្មនេះយើងចុចចូលកន្លែងហ្នឹងមកបាទចុចតាមខ្ញុំមកវានឹង load ឲ្យបាទដូច្នេះហើយយើងអូសមកយើងឃើញ photo and media រូបកាមេរ៉ាយើងស្គាល់ហើយរូបកាមេរ៉ាយើងចុចចូលកាមេរ៉ាហ្នឹងមកហើយដោយសារតែខ្ញុំបិទរួចហើយពីមុនវាគឺបាត់ដូច្នេះគឺវា save ជាលក្ខណៈអូតូដូច្នេះនៅពេលដែលយើងចុច tick លើវាហើយវាឈប់ save ជាលក្ខណៈអូតូទៀតហើយវាជាការស្រេចយើងអាច save រូបភាពដោយចិត្តខ្លួនឯងបានរូបភាពណាដែលយើងចង់ save គឺវា save អញ្ចឹងខ្ញុំមានប៉ុណ្ណឹងឯងអញ្ចឹងអ្វីដែលវា save ជាលក្ខណៈអូតូគឺវាបានបិទជាការស្រេចដូច្នេះហើយខ្ញុំសូមអរគុណសូមជម្រាបលា